មុននឹងឈានចូលទៅដល់ការដោះស្រាយលំហាត់យើងមកមើលសិនថាតើប្រធានរបស់យើងនោះគឺគេឲ្យមកគេខ្លះហើយនឹងទៅស្វែងរកអ្វីចំពោះ Hello សួស្តីអ្នកទាំងអស់គ្នាតោះចូលមកកាន់លំហាត់ថ្មីរបស់យើងចំពោះលំហាត់ថ្មីរបស់យើងនឹងជាប្រភេទលំហាត់ត្រូវកោណមានអញ្ចឹងមុននឹងឈានចូលទៅដល់ការដោះស្រាយលំហាត់យើងមកមើលសិនថាតើប្រធានរបស់យើងនោះគឺគេឲ្យមកគេខ្លះហើយនឹងទៅស្វែងរកអ្វីចំពោះប្រធានរបស់យើងគឺគេឲ្យត្រីកោណកែង ABC នៅតែងនៅត្រង់ចំណុច A ដែលមាន AB ស្មើ12 cm និង AC ស្មើ16 cm រកតម្លៃ BC ខរកផ្ទៃក្រឡេនិងករកបរិមាណអញ្ចឹងជាដំបូងហ្នឹងគឺយើងដាក់ចម្លើយសិនមកបន្តមកទៀតគឺយើងគូររូបតមកទៀតគឺយើងគូររូបត្រីកោណកែងចំពោះត្រីកោណរបស់យើងនេះគឺកែងនៅត្រង់ចំណុច A អញ្ចឹងយើងដាក់ A នៅខាងក្រោមនេះមកគឺនៅក្នុងចំណុចកែងណាតមកទៀតយើងដាក់ B ហើយយើងដាក់ C តែសម្រាប់ប្រធានរបស់យើងនេះគឺប្រាប់ថា AB ហ្នឹងគឺស្មើ12អញ្ចឹងយើងដាក់មក12 cm និង AC ស្មើ16 cm ហើយគេឲ្យយើងនឹងរកតម្លៃ BC នៅក្នុងចំណុចកចឹងយើងដាក់មកករក BC ដាក់សញ្ញាសួរមកចំពោះត្រីកោណកែងគឺយើងអនុវត្តតាមច្បាប់ទ្រឹស្ដីបត់ពីតកគឺផលបូកគឺការ៉េនៃ hypotenuse ស្មើជាមួយនឹងផលបូកការ៉េនៃជ្រុងមុំកែងអញ្ចឹងយើងដាក់មកតាមទ្រឹស្ដីបត់តាមពីតកBC លើកជាការ៉េស្មើជាមួយនឹង AB លើកជាការ៉េបូកជាមួយនឹង AC លើកជាការ៉េចំពោះបន្តមកទៀតយើងដាក់ដោយ AB ស្មើ12 cm AC ស្មើ16 cm ពេលដែលយើងដាក់បំរាប់វារួចហើយគឺយើងយកបំរាប់ហ្នឹងគឺទៅជំនួសហើយយើងដាក់គេបាន BC លើកជាការ៉េស្មើជាមួយនឹង AB លើកជាការ៉េ16ការ៉េ12ការ៉េបូកជាមួយនឹង16លើកជាការ៉េHello សួស្តីអ្នកទាំងអស់គ្នាតោះចូលមកកាន់លំហាត់ថ្មីរបស់យើងចំពោះលំហាត់ថ្មីរបស់យើងហ្នឹងជាប្រភេទលំហាត់ត្រូវកោណមានអញ្ចឹងមុននឹងឈានចូលទៅដល់ការដោះស្រាយលំហាត់យើងមកមើលសិនថាតើប្រធានរបស់យើងនោះគឺគេឲ្យមកគេខ្លះហើយនឹងទៅស្វែងរកអ្វីចំពោះប្រធានរបស់យើងគឺគេឲ្យត្រីកោណកែង ABC នៅតែងនៅត្រង់ចំណុច A ដែលមាន AB ស្មើ12 cm និង AC ស្មើ16 cm រកតម្លៃ BC ខរកផ្ទៃក្រឡេនិងករកបរិមាណអញ្ចឹងជាដំបូងហ្នឹងគឺយើងដាក់ចម្លើយសិនមកបន្តមកទៀតគឺយើងគូររូបចម្លើយតមកទៀតគឺយើងគូររូបត្រីកោណកែងដែលត្រីកោណរបស់យើងនឹងគឺកែងនៅត្រង់ចំណុច A អញ្ចឹងយើងដាក់ A នៅខាងលើមកគឺកែងនៅត្រង់ចំណុច A អញ្ចឹងយើងដាក់ A នៅខាងក្រោម B និង C តោះអញ្ចឹងចូលមកដល់ចំណុចករបស់យើងគឺយើងត្រូវរកតម្លៃ BC រក BC
ប៉ុន្តែចំពោះបំរាប់របស់យើងគេប្រាប់មកថា AB របស់យើងហ្នឹងគឺស្មើ12 សង់ទីម៉ែត្រចំពោះថៃកោណរបស់យើងនោះគឺកែងនៅត្រង់ចំណុច A អញ្ចឹងយើងដាក់ A នៅខាងក្រោមនេះមកគឺនៅក្នុងចំណុចកែងណាតមកទៀតយើងដាក់ B ហើយយើងដាក់ C តែសម្រាប់ប្រធានរបស់យើងនោះគឺប្រាប់ថា AB ហ្នឹងគឺស្មើ12អញ្ចឹងយើងដាក់មក12សង់ទីម៉ែត្រនិង AC ស្មើ16សង់ទីម៉ែត្រហើយគេឲ្យយើងនឹងរកតម្លៃ BC នៅក្នុងចំណុចកអញ្ចឹងយើងដាក់មកករក BC ដាក់សញ្ញាសួរមកចំពោះត្រីកោណកែងគឺយើងអនុវត្តតាមច្បាប់ទ្រឹស្ដីបត់ពីតកគឺផលបូកគឺការ៉េនៃអ៊ីប៉ូតេណូសស្មើជាមួយនឹងផលបូកការ៉េនៃជ្រុងមុំកែងអញ្ចឹងយើងដាក់មកតាមទ្រឹស្ដីបត់តាមពីតកBC លើកជាការ៉េស្មើជាមួយនឹង AB លើកជាការ៉េបូកជាមួយនឹង AC លើកជាការ៉េចំពោះបន្តមកទៀតយើងដាក់ដោយ AB ស្មើ12សង់ទីម៉ែត្រ AC ស្មើ16សង់ទីម៉ែត្រពេលដែលយើងដាក់បំរាប់វារួចហើយគឺយើងយកបំរាប់ហ្នឹងគឺទៅចំនួនហើយយើងដាក់គេបាន BC លើកជាការ៉េស្មើជាមួយនឹង AB លើកជាការ៉េ16ការ៉េ12ការ៉េបូកជាមួយនឹង16លើកជាការ៉េ12ការ៉េគឺបាន144 16ការ៉េគឺ256 144បូកជាមួយនឹង256គឺបាន400សង់ទីម៉ែត្រ BC បន្តមកទៀតយើងបោះការ៉េទៅអង្គនេះមកយើងបំពាក់រ៉ាឌីកាល់យើងបំពាក់រ៉ាឌីកាល់ការ៉េបន្តមកទៀតគឺយើងបោះឬការ៉េហ្នឹងមកអង្គទី2មកអញ្ចឹងពេលយើងបោះមកអង្គទី2របស់យើងនឹងបំពាក់រ៉ាឌីកាល់ការ៉េអញ្ចឹងយើងបាននាំឲ្យ BC ស្មើឬនៃ400ចេញមកគឺបាន20សង់ទីម៉ែត្រដូចនេះ BC ស្មើ20សង់ទីម៉ែត្របន្ទាប់ពីយើងធ្វើចំណុចករួចហើយយើងមកធ្វើចំណុចខម្ដងចំពោះចំណុចខរបស់យើងហ្នឹងគឺយើងរកផ្ទៃកន្លាអញ្ចឹងយើងដាក់មករកផ្ទៃក្រឡាចំពោះផ្ទៃកន្លារបស់យើងហ្នឹងគឺយើងតាំងដោយអក្សរ F ស្មើជាមួយនឹង1លើ2គុណជាមួយនឹង AB គុណជាមួយនឹង AB និងគុណជាមួយនឹង AC យើងដឹងហើយថាតម្លៃ AB របស់យើងនឹងគឺប្រធានប្រាប់មកគឺ12សង់ទីម៉ែត្រនិង AC ស្មើនឹង16សង់ទីម៉ែត្រអញ្ចឹងគឺយើងចំនួនតម្លៃចូលមកស្មើ1លើ2គុណជាមួយនឹង12គុណជាមួយនឹង16 12គុណជាមួយនឹង16គឺបាន
12 គុណជាមួយនឹង12គុណជាមួយនឹង16គឺបាន100 192 12គុណ192អ្នកស្មើទៀត192ចែកនឹង2ស្មើជាមួយនឹង96សង់ទីម៉ែត្រការ៉េដូចនេះS ស្មើជាមួយនឹង96សង់ទីម៉ែត្រការ៉េតែពេលយើងដោះស្រាយលំហាត់ខរួចហើយឥឡូវនេះយើងចូលមកដល់លំហាត់កម្ដងជាលំហាត់ចុងក្រោយរបស់យើងចំពោះលំហាត់កគឺគេឲ្យយើងរកបរិមាណអញ្ចឹងយើងដឹងហើយថាបរិមាណហ្នឹងគឺតាំងដោយអក្សរ P ចំពោះបរិមាណគឺយើងត្រូវយកជ្រុងទាំង3របស់វាហ្នឹងគឺបូកបញ្ចូលគ្នាទើបយើងអាចឃើញចម្លើយរបស់បរិមាណហ្នឹងអញ្ចឹងយើងដាក់មកករកបរិមាណរបស់យើងនឹងតាំងដោយអក្សរ P អញ្ចឹង P ស្មើជាមួយនឹងជ្រុងទាំង3របស់វាជ្រុងទាំង3របស់វានឹងគឺ AB បូកជាមួយនឹង AC ហើយបូកជាមួយនឹង BC ចំពោះ BC គឺយើងរកឃើញនៅចំណុចករួចទេគឺស្មើជាមួយនឹង20សង់ទីម៉ែត្រអញ្ចឹងយើងដាក់មក AB បូកជាមួយនឹង AC បូកជាមួយនឹង BC អញ្ចឹងយើងមិនបាច់បញ្ជាក់តម្លៃវាអីទៀតទេដោយសារយើងដឹងហើយថាតម្លៃវាស្មើប៉ុណ្ណាអញ្ចឹងយើងចំនួនគាត់ចំនួនលេខចូលមកអញ្ចឹង AB របស់យើងហ្នឹងគឺស្មើ12បូកជាមួយនឹង AC 16និង BC របស់យើងគឺស្មើ20គឺយើងរកឃើញនៅចំណុចកស្មើ16 12បូក16បូក20គឺស្មើ48សង់ទីម៉ែត្រP ស្មើ48សង់ទីម៉ែត្រ